កម្មករធ្វើកោតកម្មប្រហែល 4,000 នាក់បានសម្រុកចូលរោងចក្រធ្វើផលិតផល Nike នៅថ្ងៃច័ន្ទនេះហើយបានប៉ះទង្គិចជាមួយកម្មករដែលកំពុងធ្វើការហើយនឹងប៉ូលីសឲ្យដឹងថាមានប៉ូលីសយ៉ាងតិច11នាក់និងកម្មករ8នាក់រងរបួសអត់មានពេលកាច់អញ្ជើញចេញខាងក្រៅកម្លាំងមានទៅខាងក្រៅតិចថយក្រោយយើងថយក្រោយទៅយើងថយក្រោយកម្មករជាច្រើនទាមទារដំឡើងថ្លៃឈ្នួលនៅរោងចក្រ Sabrina ខាងលិចរាជធានីភ្នំពេញដោយមានកាន់ដំបងដុំថ្មមុនប៉ះទង្គិចជាមួយកម្មករដែលកំពុងធ្វើការប៉ូលីសនិងទាហានប្រហែល 1000 នាក់ប្រើដំបងនិងខែលបំបែកកោតកម្មនោះគេកំពុងនេះមិនទាន់ឈប់ហ្នឹងឯងមកដល់លោកគេចាប់បានយកស្អីគេចាប់អពីចាប់មេសហជីពដឹកយុទ្ធនាបានឲ្យជួងតាមកម្លាំងគេឡើងនាងសៅស្រីទូចកម្មករធ្វើកោតកម្មនិយាយថានាងត្រូវកម្មករផ្សេងទៀតកាន់ដំបងនៅបំពង់ទីបវាយពេលនាងចូលរោងចក្រក្រោយពីកម្មករបានធ្វើកោតកម្មកាលពីថ្ងៃទី21 ខែឧសភាសុនវណ្ណីប្រធានសហជីពសេរីកម្មករនៅរោងចក្រ Sabrina ចោទថាប៉ូលីសនិងម្ចាស់រោងចក្រខុបខិតគ្នាបង្ករឿងច្របូកច្របល់ហុងលួយប្រធានរដ្ឋបាលរោងចក្រ Sabrina និយាយថាក្រុមហ៊ុនមិនមានលទ្ធភាពដំឡើងប្រាក់ខែឲ្យកម្មករដល់$102នោះទេ